បាទសូមជម្រាបសួរថ្ងៃនេះគឺលោកគ្រូមានវីដេអូមួយថ្មីទៀតហើយសម្រាប់បងប្អូនដែលកំពុងតែសិក្សានៅថ្នាក់វិទ្យាល័យទាំងអស់គ្នាជាពិសេសគឺបងប្អូនដែលកំពុងតែសិក្សានៅថ្នាក់ទី12ដែលកំពុងតែត្រៀមប្រឡងបាក់ឌុបផងដែរជិតដល់ថ្ងៃហើយបាទចឹងថ្ងៃនេះនៅក្នុងវីដេអូនេះគឺលោកគ្រូនឹងបង្ហាញអំពីវិធីសាស្ត្រនៅក្នុងការគណនា pH នៃល្បាយសុលស្យុងដែលទទួលបាននៅពេលដែលគេលាយអាស៊ីតខ្លាំងជាមួយនឹងបាសខ្លាំងបញ្ចូលគ្នាបាទអញ្ចឹងប្រភេទលំហាត់ហ្នឹងគឺឧស្សាហ៍ចេញនៅការប្រឡងបាក់ឌុបណាស់សម្បីតែឆ្នាំ2024ក៏មានចេញនៅប្រភេទលំហាត់នឹងដែរបាទតាអញ្ចឹងថ្ងៃនេះលោកគ្រូនឹងបង្ហាញអំពីវិធីសាស្ត្រនៃការគណនា pH នៃល្បាយសុលស្យុងដែលទទួលបាននៅពេលដែលគេលាយអាស៊ីតខ្លាំងជាមួយនឹងបាសខ្លាំងបញ្ចូលគ្នាបាទតោះឲ្យយើងតាមដានទាំងអស់គ្នាអញ្ចឹងកន្លែងនេះយើងឃើញថាបើសិនជាសមត្ថកម្មរបស់យើងគេលាយអាស៊ីតខ្លាំងអាស៊ីត sulfuric ដែលជា D protease ខ្លាំងដែលមានកំហាប់ Ca VA បាទគេឲ្យមកយើងណាសមត្ថកម្មហើយនឹងលាយជាមួយនឹងបាសខ្លាំងគឺសូដ្យូមអ៊ីដ្រុកស៊ីត CB គេមាន CB ហើយនឹង VB ណាសមត្ថកម្មរបស់យើងមានប៉ុណ្ណឹងយើងលាយបញ្ចូលគ្នាបន្ទាប់មកសំណួរគឺគេចង់ឲ្យយើងគណនា pH នៃ solution ដែលទទួលបានកន្លែងហ្នឹងណាបាទអញ្ចឹងនៅក្នុងការគណនាគឺយើងត្រូវឆ្លងកាត់3ជំហានបាទជំហានទី1មានន័យថាបងអូនត្រូវសរសេរសមីការតាំងប្រតិកម្មជាមុនសិនចេះដោយសារតែលំហាត់របស់យើងគឺយើងលាយអាស៊ីតជាមួយនឹងបាសបញ្ចូលគ្នាអញ្ចឹងបងអូនអាចសរសេរសមីការមកអញ្ចឹងនេះគឺជាការឧទាហរណ៍មួយណាអញ្ចឹងលោកគ្រូយកអាស៊ីត sulfuric នេះបាទបូកជាមួយសូដ្យូមអ៊ីដ្រុកស៊ីតបាទអញ្ចឹងយើងទទួលបានអំបិលសូដ្យូមសូលផាតបូកជាមួយនឹងទឹកអញ្ចឹងបងអូនថ្លឹងសមីការនៃខ្លួនឯងមកតមកយើងអាចសរសេរដោយសារវាជាអាស៊ីតខ្លាំងយើងអាចតំណាងដោយ H3O បូកអ៊ីយ៉ុងអ៊ីដ្រូញូមហើយសូដ្យូមអ៊ីដ្រុកស៊ីតជាបាសខ្លាំងអញ្ចឹងយើងអាចសរសេរតំណាងដោយ OH ដកណាអញ្ចឹងបូកបញ្ចូលគ្នាយើងបាន2 molecule បាទអានេះគឺជំហានទី1ជំហានទី2គឺបងអូនត្រូវរកចំនួនម៉ូអ៊ីយ៉ុងអ៊ីដ្រូញូមនៅក្នុងអាស៊ីតនិងចំនួនម៉ូអ៊ីយ៉ុងអ៊ីដ្រុកស៊ីតដែលមាននៅក្នុងបាសបាទនេះបាទអញ្ចឹងកន្លែងនេះយើងរកចំនួនម៉ូអ៊ីយ៉ុងអ៊ីដ្រូញូមក្នុងអាស៊ីត sulfuric មកបាទដោយសារតែអាស៊ីត sulfuric វាជា D protein អាស៊ីតខ្លាំងអញ្ចឹងមានន័យថានៅពេលដែលវាអ៊ីយ៉ុងកម្មជាមួយនឹងទឹកគឺវាបង្កើតបានទៅជា2អ៊ីយ៉ុងអ៊ីដ្រូញូមបន្ទាប់មកយើងអាចទាញរកម៉ូលអ៊ីយ៉ុងអ៊ីដ្រូញូមនេះតាមសមីការដោយសារតែវាជាអាស៊ីតខ្លាំងអញ្ចឹងយើងបែកទៅទាំងស្រុងអញ្ចឹងមានន័យថាយើងអាចទាញម៉ូលរបស់អ៊ីយ៉ុងអ៊ីដ្រូញូមស្មើនឹងដោយសារកន្លែងនេះមេគុណ2អញ្ចឹងគឺស្មើនឹង2ដងនៃចំនួនម៉ូរបស់អាស៊ីតមួយហ្នឹងមានន័យថាបើយើងរកអ៊ីដ្រូញូមយកមេគុណរបស់វានេះធៀបជាមួយមេគុណដែលយើងធៀបអញ្ចឹង2នៅលើ1ទៅយើងបាន2ហើយគុណម៉ូដែលយើងធៀបគឺម៉ូរបស់អាស៊ីតបាទបន្ទាប់មកដោយសារតែចំនួនម៉ូរបស់អាស៊ីតយើងអាចរកទៅតាម CaVA ដែលគេឲ្យមកយើងអញ្ចឹងយើងបានយើងជួសចូលមកយើងបាន2 CaVA មកអញ្ចឹងជួសតម្លៃទាំងអស់ទៅយើងឃើញចំនួនម៉ូរបស់អ៊ីយ៉ុងអ៊ីដ្រូញូមហើយបន្ទាប់មកយើងរកម៉ូរបស់អ៊ីយ៉ុងអ៊ីដ្រុកស៊ីតមួយទៀតនៅក្នុង solution បាសបាទគឺសូដ្យូមអ៊ីដ្រុកស៊ីតយើងសរសេរសមីការបំបែកក្នុងទឹកមកអញ្ចឹងវាបំបែកបានទៅជា Na បូកជាមួយនឹង OH ដកអ៊ីយ៉ុងអ៊ីដ្រុកស៊ីតអញ្ចឹងយើងអាចទាញតាមសមីការដោយមេគុណវាមួយស្មើគ្នាអញ្ចឹងមានន័យថា NOH ដកស្មើជាមួយនឹង N សូដ្យូមអ៊ីដ្រុកស៊ីតដោយសារបាសខ្លាំងបំបែកទាំងស្រុងណាបាទអញ្ចឹងគឺដោយសារតែចំនួនម៉ូបាសនេះយើងអាចរកទៅតាម CB VB ដែលគេឲ្យយើងអញ្ចឹងមានន័យថាដើម្បីរកម៉ូលរបស់សូដ្យូមអ៊ីដ្រុកស៊ីតគឺស្មើជាមួយនឹងកំហាប់របស់បាសគុណជាមួយនឹងមាត្ររបស់បាសកន្លែងហ្នឹងអញ្ចឹងនៅពេលដែលយើងឃើញម៉ូរបស់អ៊ីយ៉ុងអ៊ីដ្រូញូមជាមួយនឹងអ៊ីយ៉ុងអ៊ីដ្រុកស៊ីតហើយគឺបងអូនចូលមកកាន់ជំហានទី3គឺយើងប្រៀបធៀបចំនួនម៉ូអ៊ីយ៉ុងអ៊ីដ្រូញូមជាមួយនឹងអ៊ីយ៉ុងអ៊ីដ្រុកស៊ីតបាទអញ្ចឹងនៅក្នុងករណីដែលយើងរកទៅឃើញចំនួនម៉ូអ៊ីយ៉ុងអ៊ីដ្រូញូមធំជាងចំនួនម៉ូអ៊ីយ៉ុងអ៊ីដ្រុកស៊ីតអញ្ចឹងមានន័យថាអាស៊ីតនៅសល់នៅក្នុង solution ដែលទទួលបានក្រោយពេលដែលយើងលាយចូលគ្នាទៅគឺមានអាស៊ីតនៅសល់អញ្ចឹង pH គឺគេអាចរកទៅតាម pH ស្មើនឹងដក logarit នៃកំហាប់អ៊ីយ៉ុងអ៊ីដ្រូញូមដែលនៅសល់បាទនៅក្នុងករណីមួយទៀតបើសិនជាយើងរកទៅឃើញចំនួនម៉ូអ៊ីយ៉ុងអ៊ីដ្រូញូមតូចជាងចំនួនម៉ូអ៊ីយ៉ុងអ៊ីដ្រុកស៊ីតអញ្ចឹងមានន័យថាបាសនៅសល់ក្រោយពេលដែលយើងលាយបញ្ចូលគ្នាបាទអញ្ចឹង pH យើងអាចរកទៅគឺស្មើទៅនឹង14បូកជាមួយនឹងឡូនៃកំហាប់អ៊ីយ៉ុងអ៊ីដ្រុកស៊ីតដែលនៅសល់បាទតែបើសិននៅក្នុងករណីដែលយើងរកទៅចំនួនម៉ូអ៊ីយ៉ុងអ៊ីដ្រូញូមស្មើជាមួយនឹងចំនួនម៉ូអ៊ីយ៉ុងអ៊ីដ្រុកស៊ីតមានន័យថាវាដល់ចំណុចសក់មូលហើយអញ្ចឹងកាលណាដល់ចំណុចសក់មូលចម្លើយ pH របស់យើងគឺស្មើ7តែម្ដងយើងមិនបាច់គណនាតាមកំហាប់សល់កំហាប់អីទេអញ្ចឹងកន្លែងហ្នឹងគឺស្មើ7តែម្ដងដោយសារវាជាអត្រាកម្មរវាងអាស៊ីតខ្លាំងជាមួយនឹងបាសខ្លាំងអញ្ចឹងណាបាទអញ្ចឹងសួរថាលោកគ្រូចុះអាកំហាប់សល់នេះរកតាមណាបាទអញ្ចឹងឧទាហរណ៍ថាលោកគ្រូចង់រកកំហាប់សល់របស់អ៊ីយ៉ុងអ៊ីដ្រូញូមគឺយើងអាចប្រើទៅតាមរូបមន្តកំហាប់អ៊ីយ៉ុងអ៊ីដ្រូញូមដែលនៅសល់
គឺស្មើជាមួយនឹងចំនួនម៉ូលអ៊ីយ៉ុងអ៊ីដ្រូញ៉ូមដែលនៅសល់នៅលើមាត្រលបាយដោយសារយើងលាយបញ្ចូលគ្នាហើយអញ្ចឹងមាត្រនេះគឺជាមាត្រលបាយដែលយើងរកតាមយក PA បូកជាមួយនឹង VB មកយើងឃើញមាត្រលបាយហើយដល់ពេលចំនួនម៉ូលសល់មានន័យថាយើងយកចំនួនម៉ូលដើមរបស់អាស៊ីតរបស់អ៊ីយ៉ុងអ៊ីដ្រូញ៉ូមដកជាមួយនឹងចំនួនម៉ូលរបស់អ៊ីយ៉ុងអ៊ីដ្រូញ៉ូមដែលប្រតិកម្មចាប្រតិកម្មរបស់វាស្មើជាមួយនឹងចំនួនម៉ូលអ៊ីយ៉ុងអ៊ីដ្រូស៊ីតដែលចូលរួមអស់មានន័យថា n របស់ H3O បូកដែលនៅសល់អញ្ចឹងគឺស្មើជាមួយនឹង NH3O បូកដើមបាទដកជាមួយនឹង NH3O បូកដែលវាចូលប្រតិកម្មទៅយើងឃើញអសល់ហើយសល់ក្រោយពេលយើងលាយណាចា NH3O បូកប្រតិកម្មនេះយើងទាញតាមសមីការគឺស្មើជាមួយនឹង NOH ដកដែលវាចូលប្រតិកម្មនឹងដើមមកវាណាបាទមកដើមនេះយើងរកឃើញនៅកន្លែងនេះហើយបងស៊ីតបាទដល់ពេលកំហាប់ OH ដកដែលសល់នេះបើសិនជាបាសសល់យើងអាចរកតាមរូបមន្តនឹងដូចគ្នាគាត់ដូរពី H3O បូកដាក់ OH ដកមកបាទនេះគឺជាវិធីនៅក្នុងការគណនារក pH នៃលបាយ solution ដែលទទួលបានក្រោយពេលដែលគេលាយអាស៊ីតនិងបាសខ្លាំងបញ្ចូលគ្នាអញ្ចឹងនៅវីដេអូក្រោយយើងនឹងមានតកតងទៅនឹងការលាយអាស៊ីតខ្សោយជាមួយនឹងបាសខ្លាំងវិញម្ដងហើយតើគេគណនា pH នៃ solution ទទួលបានយ៉ាងដូចនេះអញ្ចឹងលោកគ្រូមានលំហាត់ទៅចុងវីដេអូអញ្ចឹងក៏មានចម្លើយបងប្អូនដែរអញ្ចឹងនៅពេលដែលបងប្អូនធ្វើហើយបើធ្វើទៅឃើញដូចចម្លើយរបស់លោកគ្រូកុំភ្លេច comment នៅខាងក្រោមផងអញ្ចឹងសូមអរគុណសូមជម្រាបលា